នេះគឺជាសកម្មភាពដែលកាយខ្ញុំចាក់ចែកសម្រាប់ឡើងសុមេរុបំយាយទួតខ្ញុំហើយកាលហ្នឹងយើងជួចាស់នៅតាមវត្តគាត់មកជួយចាក់ទេហើយខ្ញុំឃើញចឹងទៅក៏សុំពួកគាត់ហ្នឹងរៀនចាក់ដែរចឹងណាពួកអីឥឡូវហ្នឹងបាត់បង់ច្រើនហើយអាសិល្បៈចាក់ចែកហ្នឹងពួកឯងម្នាក់គាត់ថាចាក់ចែកហ្នឹងសម្រាប់បានតពិធីបុណ្យសពទេតែតាមពិតទៅតាមខ្ញុំដឹងស្រាវជ្រាវខ្លះហ្នឹងគេអាចចាក់បានសម្រាប់ដូចជាពិធីចរាមបញ្ជនឡើងអាសនៈតម្កល់ព្រះនិងតាមពិធីផ្សេងទៀតចឹងណាហើយសប្ថ្ងៃហ្នឹងយើងឃើញគេយកសិល្បៈចាក់ចែកនេះទៅប្រើឡើងវិញហើយប្រើនៅតាមតំបន់មួយចំនួនតែប៉ុណ្ណោះមួយវិញទៀតពេលដែលយើងស្រឡាញ់យើងចង់រក្សាតើយើងហ្នឹងរៀងបើកចិត្តឲ្យទូលាយតិចកុំគិតថាសិល្បៈចាក់ចែកហ្នឹងប្រើបានតែក្នុងពិធីបុណ្យសពព្រោះយើងគិតមើលថារាល់ថ្ងៃហ្នឹងបុណ្យសពច្រើនទេដែលប្រើចាក់ចែកហ្នឹងហើយបើបច្ចុប្បន្នហ្នឹងយើងនាំគ្នាកាន់តែប្រើទៀតហ្នឹងថ្ងៃណាមួយវាគង់តែបាត់បង់ឯត្រូវអត់អ្នកទាំងអស់គ្នាហើយមួយទៀតខ្ញុំឃើញថានៅតាមតំបន់ដែលប្រើប្រាស់ហ្នឹងមានតែតំបន់នៅឆ្ងាយពីខេត្តក្រុងដែលប្រើហ្នឹងណាហើយដែលធ្វើការចាក់ចែកហ្នឹងក៏រកចំណូលមិនសូវបានច្រើនខ្លាំងណាស់ដែរហើយបើនិយាយពីអ្នកបន្តវេនវិញគឺដូចជាកាន់តែតិចទៅអត់សូវមានតម្លៃមិនទេដោយសារតែយើងអត់សូវលើកយកមកប្រើតែមួយរយៈក្រោយដែលខ្ញុំសង្កេតឃើញនេះនៅតាមកម្មវិធីនៅតាមក្រុងនៅតាមវត្តអារាមអីលើកយកមកប្រើប្រាស់ឡើងវិញហើយក៏ប្រើបានច្រើនដែរគ្រាន់តែអត់សូវទូលំទូលាយអញ្ចឹងណាអញ្ចឹងសង្ឃឹមថានៅថ្ងៃមុខទៅនឹងមានការប្រើប្រាស់និងលើកតម្កើងសិល្បៈចាក់ចែកនឹងឡើងវិញដោយសារតទ្រាំតែចាក់បានមួយហ្នឹងពិបាកណាស់ដូចវីដេអូខ្ញុំថតហ្នឹងចឹងខ្ញុំហ៊ានចាក់ពីគាត់ហ្នឹងគឺវេទនាហ្មងមានអ្នកគូសផ្សេងហើយមានអ្នកកុយចាក់ផ្សេងហើយនឹងមានអ្នកលាបពណ៌ផ្សេងទៀតចឹងណាហើយតម្រាំបានមួយហ្នឹងចំណាយពេលអស់ច្រើនដែរហើយកម្រៃទទួលបានក៏មិនសូវជាច្រើនណាស់ណាដែរហើយមួយវិញទៀតខ្ញុំទៅសារប្អូនប្រុសដែលបរិញ្ញាខ្ញុំហ្នឹងគាត់នៅក្មេងឯងប៉ុន្តែគាត់ចេះច្រើនខ្លាំងមែនតែនហ្មងណា